ស្ត្រាលីតាមរយៈកម្មវិធី Cabret បានគាំទ្រក្រុមហ៊ុនក្នុងស្រុក Chem Agro តាមរយៈកម្មវិធីច្នៃដើម្បីកែច្នៃកសិផលក្នុងស្រុកទៅជាផលិតផលដែលមានតម្លៃបន្ថែមដូចជាម្ទេសក្រៀមតែម្រុំនិងគ្រឿងទេសជាដើម Chem Agro បានប្រមូលទិញដំណាំកសិកម្មពីកសិករដែលរស់នៅជុំវិញសិប្បកម្មនេះសកម្មភាពនេះបានជួយបង្កើនប្រាក់ចំណូលដល់កសិករជាច្រើនដែលជាង 70% នៃអ្នកផ្គត់ផ្គង់ទាំងនោះគឺជាស្ត្រីអ្នកស្រីគង់នាមគឺជាកសិករម្នាក់ក្នុងចំណោមនោះបានឲ្យដឹងថាតាមរយៈការលក់ដំណាំកសិកម្មរបស់គាត់ទៅឲ្យក្រុមហ៊ុន Chem Agro បានធ្វើឲ្យជីវភាពនិងសមត្ថភាពក្នុងការសម្រេចចិត្តរបស់គាត់មានភាពប្រសើរជាងមុនពីមុនមកខ្ញុំអត់បានធ្វើអីទេធ្វើស្រែហើយនឹងនៅផ្ទះចាំជ្រូកតិចតួចពីមុនចាយលុយប្តីទៅក្នុងមួយខែកាត់អុយ100សម្រាប់កូនរៀនឡើងទិញម្ហូបរឿងថ្ងៃតែ100នេះអត់គ្រប់ទេរឿងថ្ងៃក៏មិនបានដាំបន្លែលោកគល់ក្រៀនដេងនេះខ្ញុំអត់មានសមត្ថភាពឲ្យកូនរៀនដល់ចាប់ថ្នាក់ទេចាងកាលតិនអត់តិនមានខ្ញុំលក់បន្លែនេះមានអារម្មណ៍ថាឲ្យកូនឈប់រៀនមកនៅជាមួយខ្ញុំធ្វើស្រែចាមានអារម្មណ៍រំភើបដែលបានចំណូលចូលជាងរកខ្លួនឯងទៅបានចំណូលចូលបានកូនរៀនសូត្រទៅវាអត់សូវពិបាកចិត្តកុំថាតែភូមិបោះនេះសបែភូមិផ្សេងក៏សบายចិត្តដោយសារក្រុមហ៊ុនទិញផលិតផលស្លឹកគ្រៃនេះក៏សบายចិត្តតម្លៃសមរម្យដែរ